ជាទូទៅដំណាំដំឡូងមីនៅក្នុងផ្ទៃដីមហត្តាគឺអាចទទួលទិន្នផលមើមដំឡូងបានចន្លោះពី20ទៅ40តោនតើអាស្រ័យទៅលើកត្តាអ្វីខ្លះបាទត្រាប់ពីតនេះខ្ញុំសូមចែករំលែកទៅនឹងកត្តាមួយចំនួនដែលពាក់ព័ន្ធក្នុងការជួយឲ្យទិន្នផលបងប្អូននោះគឺទទួលបានច្រើនឬក៏បានតិចដែលកត្តាទី1ហ្នឹងគឺកត្តាដើមពូជបងប្អូននឹងស្រាប់ហើយតែទៅនឹងការដាំដុះដំណាំដំឡូងគឺពូជមានច្រើនអញ្ចឹងចំពោះការជ្រើសរើសពូជយកមកដាំគឺសំខាន់ពូជសរសៃមានពូជខ្លះគឺអាចផ្ដល់ផលឲ្យយើងច្រើនមានពូជខ្លះទៀតគឺអាចផ្ដល់ផលឲ្យយើងបានតិចតួចទេហើយកត្តាទី2គឺកត្តាប្រភេទដីបងប្អូនតើតើនឹងដំឡូងធ្វើត្បិតតែវាមិនមែនជាដំណាំដែលរើសប្រភេទដីទេតែបើសិនជាយើងយកប្រភេទដីមួយចំនួនដែលវាមិនអំណោយផលក្នុងការចុះមើមក៏ធ្វើឲ្យដំឡូងបងប្អូនមិនសូវចេញមើមបានច្រើនមិនសូវដាក់ម្សៅបានល្អក៏ធ្វើឲ្យទិន្នផលតោនបងប្អូនក៏មានការធ្លាក់ចុះដែរកត្តាទី3គឺកត្តាដាក់ជីទ្រាប់បាតកត្តាដាក់ជីទ្រាប់បាតហ្នឹងគឺសំខាន់ឡើងណាស់ដោយសារអីដីចំការនៅពេលដែលយើងធ្វើមួយឆ្នាំទៅមួយឆ្នាំវាតែងតែអស់ជីវជាតិវានឹងរិចរិលហិលជូរអញ្ចឹងបើសិនជាបងប្អូនអត់ដាក់ជីទ្រាប់បាតឲ្យដីមានជីវជាតិឡើងវិញទេអញ្ចឹងនៅពេលដែលបងប្អូនដាំដុះដំណាំដំឡូងទៅតែតនឹងការលូតលាស់ក៏ខ្សោយទិន្នផលក៏បានតិចដែរហើយចំពោះកត្តាទី4វិញគឺកត្តាដែលបងប្អូនរៀបដីបានស្អាតលើករងបានខ្ពស់អញ្ចឹងការរៀបចំដីបានស្អាតលើករងបានខ្ពស់នឹងគឺជាកត្តាដែលជួយឲ្យដំឡូងបងប្អូនគឺលូតលាស់បានល្អហើយការបញ្ចេញមើមនឹងក៏បានចេញបានច្រើនដូចគ្នាកត្តាទី5ការត្រាំដើមពូជដំឡូងមុនដាំដំឡូងស្វ័យត្បិតតែយើងដាំមិនបាច់ត្រាំពូជក៏បានដែរបងប្អូនប៉ុន្តែគាត់ថាពេលដែលបងប្អូនដាំដោយមិនបានត្រាំដើមពូជគឺដំឡូងរបស់យើងមិនសូវដុះហើយប្រឈមជាមួយនឹងអាកាសធាតុរាំងស្ងួតអាចដើមងាប់ទៅវិញហើយបើសិនជាដុះក៏អាចនឹងបញ្ចេញឫសបានតិចអញ្ចឹងពេលដែលបងប្អូនត្រាំដើមពូជជីត្រាំដើមពូជហ្នឹងវាជាពពុះមេជីដែលវាជួយទៅបំពន់ដើមដំឡូងហ្នឹងឲ្យដំឡូងលូតលាស់ល្អតាំងពីវគ្គដំបូងហើយសំខាន់គឺដំឡូងចេញឫសបានច្រើនពួកកាលណាតើឫសច្រើនគឺអត្រាមើមយើងច្រើនបងប្អូនកត្តាទី6ការគ្រប់គ្រងស្មៅចំពោះស្មៅបងប្អូននឹងស្រាប់ហើយដំឡូងបើសិនជាយើងធ្វើស្មៅមិនឈ្នះទេអញ្ចឹងតើតើនឹងការលូតលាស់ដំណាំដំឡូងបងប្អូនគឺខ្សោយហើយទិន្នផលនឹងធ្លាក់ខ្លាំងហើយចំពោះកត្តាទី7គឺតើតើនឹងការគ្រប់គ្រងការពារនិងកម្ចាត់រាល់ពពួកសត្វល្អិតកៅហើយនឹងជំងឺព្រោះថាកត្តាអស់ហ្នឹងក៏ធ្វើឲ្យដំឡូងបងប្អូនលូតលាស់អត់បានល្អវាធ្វើឲ្យដំឡូងកៀងការលូតលាស់គឺធ្វើឲ្យមានបញ្ហាទៅដល់ទិន្នផលមើលបងប្អូនដូចគ្នាចំណែកឯកត្តាទី8កត្តាទី8គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ជីបំពន់ឲ្យបានត្រឹមត្រូវឲ្យបានទាន់ពេលវេលាទៅឲ្យដំឡូងហើយជាពិសេសគឺប្រើប្រាស់ជីបំពន់ដែលមានសមាសធាតុត្រូវជាមួយនឹងដំណាំដំឡូងដែលវាត្រូវការបាទសម្រាប់វីដេអូនេះខ្ញុំសូមចែករំលែកចំនួនប្រមាណកត្តាហ្នឹងបងប្អូនដែលមានកត្តាអីដែលល្អទៀតអាចខមមិនចែករំលែកនៅក្នុងវីដេអូនេះបានហើយសម្រាប់បងប្អូនដែលចង់បានជីថ្នាំប្រើប្រាស់លើដំណាំដំឡូងគឺខាងខ្ញុំមានលក់ទាំងជីត្រាំដើមមានទាំងឈុតជំរុញការលូតលាស់បំពន់មើមថ្នាំការពារនិងកម្ចាត់រាល់ពពួកសត្វល្អិតនិងជំងឺហើយបើសិនជាបងប្អូនមានជាសំណួរចម្ងល់ក៏អាចខមមិនសួរនាំនៅក្នុងវីដេអូនេះបានខ្ញុំនឹងធ្វើវីដេអូឆ្លើយតបជូនអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះកុំភ្លេចចុច like ចុច share ម្នាក់មួយផងបាទ